រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមេងកិត្តិយសលើកយកអក្សរសាស្ត្រចិនគឺគុណនាមចំនួន18ពាក្យមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់7យ៉ាងទី1ដោយយល់ឃើញថាបច្ចុប្បន្ននេះភាសាចិនមានសារៈសំខាន់ខ្លាំងណាស់នៅកម្ពុជាលើពិភពលោកយើងនេះក្នុងចំណោមមនុស្ស5នាក់មានម្នាក់ចេះនិយាយភាសាចិនទី2ចំណេះដឹងចេះហើយមិនយកមកប្រើជាពឹសពុលទី3ការឲ្យទានធម៌ជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6យើងអាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរដូច្នេះយើងនឹងសិក្សាពាក្យទី18វាយប្រែថាវាយឬមិនត្រង់ហួវាយហួกัว歪了หัวกัวไหวละគំនូព្យួរវាចហើយថា气的水都歪了ថា气的水都歪了គាត់ខឹងខ្លាំងរហូតដល់មាត់វាច这条小路很歪这条小路很歪ផ្លូវតូចមួយនេះវាចខ្លាំងណាស់别懂外主义别懂外主义សូមកុំកំរើកនាំឲ្យផ្លាស់ប្ដូរគំនិត你的帽子戴歪了你的帽子戴歪了មួករបស់អ្នកពាក់មួកវាចហើយ这写的有一点歪字写的有一点歪អក្សរសរសេររៀងវិចបន្តិច省字អក្សរថ្មី歪ប្រែថាវិចជួយមាត់帽子មួក小路ផ្លូវតូច注意គំនិតឬយោបល់ឬគម្រោងការពាតងកុំកំរើកអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសកជួបយាននិងឧបាសិកាខីកាសេនៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាចិននេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីៗដោយចិត្តបងប្រាថ្នាចេះភាសាបរទេសធ្វើឲ្យជីវិតមានជម្រើសច្រើនរាត្រីសួស្តីសូមជម្រាបលា